សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះយើងនឹងបញ្ចូលបន្ថែមអំពីច្បាប់អូមអានេះអូមឡតកតងជាមួយនឹង raise ស្តង់តជាសេរីតជាខ្នែងនិងតជាផ្កាយ data និង spin piston ចឹងនេះយើងឃើញថានៅក្នុងបង្គំនេះជាប្រភេទ sequence ងាយដែលមានជាមួយថ្មពិលមាន raise ស្តង់ដែលជា raise ស្តង់កូដពណ៌មានជាមួយអំពីអាម៉ែតជាមួយនឹងអំពូលចឹងអំពូលនេះគឺ C វាគឺមើល raise ស្តង់ក្នុងវា 0.1 គីឡូអូមចឹងអំពូលនេះធ្ងន់ប្រហែលជាអំពូលពងមាន់ហ្នឹងចានេះកូដពណ៌យើងអាចដូរបានតាមចិត្តបែបនេះបាទនេះថាកូដពណ៌សម្គាល់ទៅលើតម្លៃនៃ resistance ដែរបើកូដពណ៌វាផ្សេងគ្នាតម្លៃ resistance វាផ្សេងគ្នាដែរទីនេះអាចប្រែប្រួលវាបានចេះនេះតង់សងមកវានៅក្នុងច្បាប់អូមគេបាននិយាយថា E ស្មើវៃលើ A ចរន្តស្មើនឹងតង់សងចែកជាមួយតម្លៃ resistance របស់វាទីយើងទៅមើលមួយរបស់វានៅនេះអាចកណនីបានឥឡូវយើងដាក់ចេះយើងឃើញមានចរន្តឆ្លងកាត់របស់វាគឺ 12.9 ចេញយក9នេះចែកជាមួយនឹង0.ប្រហែល 0.6 គីឡូអូមនេះយើងបែងទៅជាអូមទៅចឹងមក600អូមហើយបូកថែម100ទៀតព្រោះបានន័យថានេះ 0.1 គីឡូអូមនេះចឹងមក resistance នេះគឺយើងឃើញថាមានការ C2 តាំងជាការបូកស៊ីសងគ្នាទាំងពីរហ្នឹងបាទថាយើងអាចឃើញជាមួយតម្លៃចរន្តនេះបានតោះហើយឧបមាថាបើយើងកែប្រែតម្លៃចឹងមកចរន្តក៏មានការប្រែប្រួលដែរគឺទៅជា9មីលីអាំពែ9មីលីអាំពែគិតជាអាំពែគឺយើងចែកនឹង1000តើពេលខាងនេះយើងអាចថែមជាមួយនឹងតង់សុងមកវាតង់សុងនេះក៏ពើអានធំអូខេពើកាន់ធំដែរអូមឡនេះក៏មានការប្រែប្រួលដែរនេះគឺជាបកាបង្ហាញពីអូមឡតោះហើយយើងទៅចូលមើលជាមួយនឹងលក្ខខណ្ឌនៃសេរីខ្នែងក្នុងការបែងចែកចរន្តតង់សុងនិងរេស្តង់ដែរឥឡូវយើងទៅមើលសេរីមុនគេនៅក្នុងនេះគឺជាប្រភេទនៃ sequence តជាសេរីដែលមានជាមួយនឹងខាងនេះគឺ circuit analyze បានន័យថាជាមួយនឹងព័ត៌មានវិភាគនៅលើ sequence វាមាន total current ចរន្តសរុបចរន្តឆ្លងកាត់ resistance ទី1ទី2ទី3ទី4តែយើងអត់តបើកកុងតាក់ឯត្រត់ចឹងអត់មានចរន្តឆ្លងកាត់ទេតង់សុងដែរជាមួយនឹងការឆ្លងកាត់ជាមួយនឹង resistance នេះក៏អត់តបាននិយាយដែរតែវាមាន4នេះគ្នាដែរខាងនេះគឺជាការ total នៃតម្លៃ resistance មុនពេលដំណើរការបាន resistance 1 2 3 4ហ្នឹងយើងឃើញកណនីបានណាចុះតម្លៃ resistance ហ្នឹងបានមកពីណាបានមកពីការកំណត់ខាងឆ្វេងនេះខាងស្ដាំនេះគឺយើងឃើញថា R1 1គីឡូ R2 2គីឡូ R3 10គីឡូ R4 5អូមចឹងបាន R4 នេះជាអំពូលនេះស៊ីតិចទេអានេះគឺតង់ចូល6ព្រោះយើងអាចកំណត់បានជាមួយនឹងការត resistance វា1 2 3ក៏បានដែរយើងអាចថែមជាមួយនឹងតង់សុងវាក៏បានដែរឥឡូវខ្ញុំដាក់12 V ហើយយ៉ាងធំបន្តិចចឹងនៅនេះយើងឃើញថានេះគឺ10គីឡូអូមក៏ប៉ុណ្ណឹងក៏បានដែរចឹងឥឡូវយើងចាប់ផ្ដើមបើកដំណើរការរបស់វាក្នុងលក្ខខណ្ឌនេះគេហៅថា sequence តជាសេរីព្រោះ R1 R2 R3 ចាប់ដៃតែម្ខាងឯងចឹងអាហ្នឹងស្ដែងដូចយើងចាប់ដៃគ្នាពាត់ជាម្វងដែរដៃអ្នកខាងឆ្វេងចាប់អ្នកខាងស្ដាំដៃអ្នកខាងស្ដាំចាប់អ្នកខាងទៀតទៅអត់ចាប់មួគ្នាហ្មងឯងយើងចាប់ពាត់គ្នាជាម្វងមួយ cycle ចឹងនៅនេះយើងចាប់ផ្ដើមអនទៅយើងឃើញចរន្តឆ្លងកាត់យើងឃើញថាចរន្តឆ្លងកាត់ resistance 1 2 3 4ស្មើគ្នាទាំងអស់ចឹងគេចែងថាក្នុងករណីតជាសេរីគឺចរន្តមានតម្លៃថេរគ្រប់ទីកន្លែងឬក៏បានតង់សងចរន្តសកម្មស្មើនឹងចរន្តនីមួយតែឆ្លងកាត់គ្រឿងទទួលដែរតែយើងមើលតង់សុងមិញតង់សុងវាប្រែប្រួលទាំងអស់ R1 R2 R3 R4 ប្រែប្រួលទាំងអស់តែខ្ញុំឃើញថាបបោចូលគ្នា4នឹងបោចូលគ្នាស្មើ12វិញចឹងមកថាមិនដែរបានន័យថាតង់សុងដែលឆ្លងកាត់គ្រឿងទូននីមួយបូកបញ្ចូលគ្នាស្មើនឹងតង់សុងសរុបដែលចេញពីប្រភពវិញតពេលជាមួយនឹងអានុភាពឆ្លងកាត់ជាមួយនឹង resistance ទី4នេះយើងឃើញថាតង់សុងនៃ resistance ទី4ឬអំពូលនឹងដឹងហើយជាមួយចរន្តឆ្លងកាត់ក៏ដឹងដែរយើងអាចកណនីវាបានណាចឹងយើងអាចនឹងយកទៅកណនីតាមរូបមុខរបស់វាមកគឺ P ស្មើអ្វីគុណនឹង E ក៏បានឬក៏ P ស្មើនឹង R E ការ៉េក៏បានដែរយើងឆ្លងកាត់ជាមួយនឹងលក្ខខណ្ឌហ្នឹងចឹងនេះជាការបញ្ចូលក្នុងលក្ខខណ្ឌនៃ resistance តជាសេរីឥឡូវយើងទៅមើលមួយទៀតក្នុងករណី resistance តជាខ្នែងនេះគឺជាប្រភេទនៃ sequence ដែលមាន resistance តជាខ្នែងតែ R1 R2 R3 តជាខ្នែងតែតមួយអំពូលនេះគឺជាប្រភេទនៃសេរីចឹងមកម្ដុំនេះខ្នែងចាប់វាដាក់មកថមកតមកនេះគឺជាសេរីយើងឃើញថាមានការកំណត់ set up circuit analyze ដូចមុនដែរក៏មកនៅនេះខ្ញុំដាក់វាឲ្យរៀងធំបន្តិចបានខ្ញុំដាក់វា12 V ដែរក៏បានដាក់9 V ក៏បានដែរចឹងឥឡូវខ្ញុំបើកជាមួយនឹង sequence ឲ្យឆ្លងកាត់ផ្នែកបានន័យថាកែងបានន័យវាបែកចេញទៅជាមេធៀង3ផ្លូវ
ឬក៏បានន័យថាមានការបត់ពុតបែចឹងនេះបានន័យថាដៃនៃអូម៉ាណា R1 នេះមិនដៃឆ្វេងដៃស្ដាំចាប់ជាមួយនឹង R2 នេះគឺដៃឆ្វេងចាប់ដៃឆ្វេងដៃស្ដាំចាប់ដៃស្ដាំឬដូចត្មងជួរយើងដាក់ដៃទាំងពីរសងខាងទៅលើស្មាគ្នាចឹងនេះដូចគ្នាដែរនៅនេះយើងចាប់ផ្ដើមជាមួយនឹងការកាច់ switch នេះគឺមានចរន្តឆ្លងកាត់ចឹងមកចរន្តឆ្លងកាត់ជាមួយនឹងអីគេresistance ទី1ទី2ទី3ចឹងមានជាមួយនឹង E នេះបានទៅជា E1 E2 E3 និងជាមួយនឹង R4 យើងមើលតម្លៃចរន្ត R1 0.012 R2 R3 និង R4 តម្លៃនៃចរន្តវាខុសគ្នាទាំងអស់តែចម្លែកអីជាមួយនឹងចរន្តឆ្លងកាត់ R4 ស្មើនឹងចរន្ត total ដែរហេតុអីព្រោះអានេះមកដល់នេះបានជាបង្គំនេះនិងបង្គំនេះគឺតជាសេរីដែលយើងឃើញនៅក្នុងជាមួយនឹង CQ មុនតជាសេរីចរន្តថេគ្រប់ទីកន្លែងចឹងមានន័យថាម្ដុំនេះ R1 R2 R3 R1 R2 R3 ដែលមានចរន្តឆ្លងកាត់យកចរន្តវាទាំង3នឹងបូកចូលគ្នាក៏ស្មើ 0.019 ដដែលចឹងនៅនេះករណីនៃចរន្តដែលតជាខ្នែងចរន្តនៃការឆ្លងកាត់គ្រឿងទូននីមួយស្មើនឹងផលបូករបស់វាស្មើនឹងចរន្តប្រភពហើយករណីសេរីបានន័យថាចរន្តរបស់វាគឺថេគ្រប់ទីកន្លែងតោះហើយយើងមើលជាមួយនឹងតម្លៃ resistance តម្លៃតង់សុងរបស់វាយើងឃើញថាតង់សុងរបស់វា V1 V2 V3 ស្មើគ្នាចឹងតង់សុងឆ្លងកាត់អា3នេះស្មើគ្នាដោយសារវាតជាខ្នែងតែមកដល់ខាងនេះតង់សុងរបស់វាគឺ R4 នេះមានករណីប្លែកដោយសារគេវាស្ថិតនៅក្នុងលក្ខខណ្ឌបង្គំក្រៅមិនមែនតជាខ្នែងទេព្រោះបានន័យថា3នេះគឺខ្នែងហើយបន្តមកសេរីមួយវាទេចឹងមួយរេមួយនឹងអានុភាពគឺយើងកណនាតាមធម្មតាដែរតទៅពេល resistance នេះអាចកណនាទៅតាមរូបមន្តករណីសេរីនិងករណីខ្នែងករណីសេរីយើងបុកធម្មតាករណីខ្នែងយើងបុកប្រជាជើងហើយគុណចម្រាស់មួយសាទៀតទៅនៅប្រភេទនៃតជាខ្នែងអញ្ចឹងបានសេចក្តីថាក្នុងចរន្តនិងតង់សុងគឺគេចែងចេញមកអំពីការតេស្តនិងពិសោធន៍ដោយផ្ទាល់ការតេស្តនិងពិសោធន៍ដោយផ្ទាល់ឥឡូវនេះយើងទៅមើលជាមួយនឹងប្រភេទ CQ មួយទៀតដែលយើងអត់សូវជួបប្រទេសទេឈ្មោះថា spin Wheatstone Wheatstone របស់ resistance វាមានច្រើនយ៉ាងរបស់ resistance របស់អាងរតង់ជាមួយនឹងរបស់កុងដងស្ទ័រមកឥឡូវយើងមកមើលជាមួយនឹង CQ នៅលើប្រទេសក្តារនេះ simulation នេះយើងឃើញថានៅក្នុងនេះគឺជាប្រភេទនៃការតឲ្យគឺ Wheatstone បានន័យថា spin Wheatstone ហ្នឹងគឺជាការបង្កើតឡើងដោយលោក Wheatstone តើគេបង្កើតឡើងនឹងដើម្បីរកអីឧទាហរណ៍ថានៅនេះយើងឃើញមានជាមួយនឹងថ្មពិលមានកុងតាក់មានជាមួយនឹង R1 R2 R3 និង AX នេះគេដាក់ file AX ចឹងមែនថាគេអាចនឹងរកជាមួយនឹងតម្លៃ resistance AX នឹងបានដែរចឹងគេអាចរកទៅតាមជាមួយនឹង pin Wheatstone ដោយមានជាមួយនឹងការឆ្លងកាត់នៃអំពែម៉ែត្រកដានេះគេដាក់អំពែម៉ែត្រឆ្លងកាត់ចរន្តនេះមួយចឹងនៅនេះយើងមើលR1 R2 R3 នេះយើង R1 R2 និង AX នេះគឺយើងឃើញថាប្រភេទជាមួយនឹង resistance កូដពណ៌របស់គេកូដពណ៌បានសេចក្តីថាវាមានជាមួយពណ៌ color សម្រាប់កំណត់ set up ហើយនេះគឺជាប្រភេទជាមួយនឹង Rheostat ដែលអាចលេខតម្រូវជាមួយនឹងដៃបានអញ្ចឹងគេប្រើហ្នឹងដើម្បីធ្វើអី spin Wheatstone ហ្នឹង spin Wheatstone យើងទៅមើលជាមួយនឹង pin របស់គេប្រាប់ដែរថាជាមួយនឹង Wheatstone ប្រាយហ្នឹងសម្រាប់ resistance ហ្នឹងគឺគេប្រើសម្រាប់ស្វែងរក resistance ដែលមានតម្លៃតុល្យភាពនៅសងខាងនៃ CQ spin ហ្នឹងចឹងនៅនេះឧមាឧទាហរណ៍ថាគេផ្ដល់តង់សំវិញ100 V ហើយ R1 គេផ្ដល់80 អូម R2 គឺ120 អូមនិង R3 គឺជាតម្លៃដែលអាចលេខតម្រូវបាននៅក្នុង CQ តែគេហៅថាជាប្រភេទនៃ Rheostat R3 ហ្នឹងចឹងនេះគឺថានៅពេលដែលអត់តមានចរន្តឆ្លងកាត់ទេចរន្តឆ្លងកាត់នៃអំពែម៉ែត្រហ្នឹងគេអាចនឹងដឹងរតម្លៃនៃ AX ដែលគេអត់ដឹងនេះគេដឹងអមថាពណ៌ color នេះវាអត់ច្បាស់មិនដឹងថាពណ៌អីគេខ្លះហើយគេកណនាមិនចេញតាមកូដពណ៌គេអាចនឹងកណនាតាមរូបមន្តវាបានដោយដឹង R1 R2 និង R3 អញ្ចឹងយើងមើល AX នេះស្មើនឹង R2 គុណ R3 ចែកនឹង R1 បានន័យថាម៉េចដើម្បីរក AX យក R2 គុណនឹង R3 គុណប្រឈមមុខគ្នាអាឈមមុខនេះគុណគ្នាហើយបន្ទាប់មកចែកជាមួយនឹងអានេះអញ្ចឹងវាស្តៀងជាមួយនឹងលក្ខខណ្ឌនៅក្នុងសមាមាត្រដែរដែរគុណខ្វែងចែកកាត់មុខគុណខ្វែងចែកកាត់មុខចឹងមែនថាអានេះគឺ R2 គុណ R3 ចែកកាត់មុខដើម្បីរក AX ចឹងដូចសមាមាត្រដែរគេប្រើក្នុងលក្ខខណ្ឌនឹងដូចគ្នាដែរចឹងនេះ spin Wheatstone អាចនឹង find រក AX បាន AX នេះនៅក្នុង R3 អាចប្រើព្រោះអានេះ300 អូមយើងអាចនឹងលេខតម្រូវវាបានរហូតទៅដល់នៅក្នុងការតេស្តបន្តទៅទៀតណា
ចឹងនេះបបសោបតស្វីនវីស្តុនហ្នឹងគឺគេអាចនឹងលេ Real-Star តេស្តវាចឹងនេះយើងអត់តន់បើកមួយចរន្តឆ្លងកាត់បើកចរន្តឆ្លងកាត់បែបនេះនេះគឺជា spin piston សម្រាប់ resistance ដែលយើងត្រូវការក្នុងការស្វែងរកអញ្ចឹងយើងអត់សូវជួបទេនៅក្នុងសាលាណាដោយសារ spin piston ហ្នឹងក្នុងការសិក្សាខ្លះក៏មានដាក់ការសិក្សាខ្លះក៏អត់មានដាក់ដែរអញ្ចឹងយើងទៅមើលបន្តទៀតនៅក្នុងលក្ខខណ្ឌនៃ CQ មួយដែលញែកអត់ដាច់ថាសេរីឬក៏ខ្នែងឥឡូវយើងមើលនៅក្នុង CQ នេះ CQ នេះគេឲ្យមកជាប្រភេទ CQ មាន resistance 5តែ resistance ទី1ទី2ទី3នេះបើយើងមើលផ្លេតបើអត់មាន4 5វាតជាសេរីមកដុំប៉ុន្តែចែកដនអីវាតទៅ4នេះ5ទៀតតមើលមកផ្លេតមិនដឹងសេរីខ្នែងទេប៉ុន្តែអាហ្នឹងគេហៅថាបង្គំផ្កាយនិង data សាមញ៉ាំដែលញែកអត់ដាច់ថាសេរីនិងខ្នែងទេលោកគ្រូបើចង់ធ្វើម៉េចគេត្រូវការបំលែងបើមកថានៅនេះយើងញែកអត់ដាច់ទៅសេរីសុតខ្នែងសុតឬក៏ចម្រោះកើតទេគេត្រូវការបំលែង star និង data អញ្ចឹងនេះអានេះ3នេះគេឃើញថាវារៀងទៅជាត្រីកោណបើរៀងជាត្រីកោណបានន័យថាវាជា data អញ្ចឹងគេត្រូវបំលែងទៅផ្កាយបំលែងទៅម៉េចបំលែងបែបនេះអញ្ចឹងខ្ញុំអាច switch វាបានប៉ុន្តែយើងមើលតម្លៃរបស់វាមានការប្រែប្រួលនេះអាក្រោមនេះ3នេះអានេះគឺ 0.19 0.24 និង 0.12 តែយើងមើលមុនពេលម្លាយ 0.8 0.4 0.5 ហេតុអីក៏មានការប្រែប្រួលតម្លៃដោយសារយើងម្លាយទៅជា star តែនៅហេតុអីក៏ត្រូវម្លាយ star និង data ព្រោះយើងឃើញថាមុនហ្នឹង data នេះយើងអត់ដឹងថាយើងរយមួយ resistance ស្រុកវាមិនទេអញ្ចឹងយើងត្រូវការម្លាយវាសិនម្លាយនឹងឃើញថាអានេះជាមួយខាងមួយជួរនេះវាតជាសេរីអញ្ចឹងយើងអាចចាប់វាដាក់មួយថងបានអានេះក៏សេរីដែរចាប់វាដាក់មួយថងបានតែមួយថងនេះតម្ដុំហើយម្ដុំនេះគឺខ្នែងមួយគ្នាខ្នែងសរុបដាក់មួយថងទៀតតាមថងមកនេះសេរីអញ្ចឹងយើងអាចនឹងរកតាមលក្ខខណ្ឌចម្រុះសេរីខ្នែងបានហើយតទៅពេលយើងការបំលែងមកវាអញ្ចឹងយើងឃើញថាក្នុងនេះឧបមាថាខ្ញុំឲ្យចំមុនឆ្លងកាត់វាគឺបែបចំមុនពេលការបំលែងចរន្តឆ្លងកាត់បានអត់បានដូចគ្នាប៉ុន្តែយើងអត់គ្រាន់អត់កណែជាមួយនឹង resistance សរុបវាសមូលអត់ឃើញនេះគឺជាប្រភេទ data និង star ហ្នឹងច្រើនគេប្រើសម្រាប់កតនៅក្នុងឬគ្រឿងគេចង់បានក្នុងគុំផ្កាយនិង data បំលែងគ្នាចុះលោកគ្រូតាមរូបមន្តណាដើម្បីគេកណែដើម្បីឲ្យចេញមិញបានន័យថាម៉េចគឺយើងឃើញអានេះ 0.8 0.5 0.4 តោះហើយទៅ star នឹងវិញលេងប្រែប្រួលតម្លៃទាំងអស់ការឡើងអស់ resistance នេះគេកណែតាមនេះយើងចុចទៅមើល neat hell អញ្ចឹងមិញហ្នឹងគឺពីត្រីកោណទៅជាផ្កាយវិញអញ្ចឹងបានថាវាតម្លៃវាមុនបង A1 A2 A3 ទៅ AA A3 AC តាមរូបមន្តខាងក្រោមនេះយើងឃើញថា A3 A1 គុណ A2 លើ A1 បូក A2 បូក A3 AA គឺ A1 គុណ A3 លើ A1 បូក A2 បូក A3 និង AC ស្មើនឹង A2 A3 លើ A1 បូក A2 បូក A3 អញ្ចឹងនេះលោកគ្រូរូបមន្តនឹងពិបាកចាំយើងមើលចំណាំចេះវិញយើងមើល AA នៅចន្លោះអីគេនៅចន្លោះ A1 និង A3 ចឹង AA ស្មើនឹង A1 គុណ A3 លើ A1 បូក A2 បូក A3 នេះ AA តោះនេះនៅចន្លោះណាគឺយកអាពីរហ្នឹងគុណគ្នាហើយតោះចែកអាសរុបដែលបូកចូលគ្នាតពេល A3 យើងឃើញថានៅក្នុងនេះគឺគេមានការប្រែប្រួលតម្លៃយើងឃើញថាជាមួយនឹង A3 នេះគឺនៅចន្លោះរវាង A1 និង A2 ចឹងបានថាយក A1 គុណ A2 ចែកជាមួយនឹង A1 បូក A2 បូក A3 តទៅពេល AC នេះនៅចន្លោះរវាង A2 និង A3 ចឹងយក A2 បូកគុណនឹង A3 ចែកជាមួយនឹង A1 បូក A2 បូក A3 ចឹងបានរូបមន្តវាបានបែបនេះយើងមើលវិញវានៅចន្លោះណាគឺយកអាពីរសងខាងគុណគ្នាចែកជាមួយនឹងអាមួយបូកចូលគ្នាចាហ្នឹងគេបំលែងជាមួយនឹង star នឹង data ឥឡូវនេះយើងទៅមើល CQ មួយទៀតដែលគេញែកអត់ដាច់ដែរតែនៅក្នុង CQ ដែលយើងកំពុងដាក់នេះគឺបំលែងពីត្រីកោណទៅផ្កាយឥឡូវយើងទៅមើលការបំលែងពីផ្កាយទៅត្រីកោណមួយសារទៀតឥឡូវនេះយើងមកមើលជាមួយនឹងបង្គំមួយដែលបង្គំនេះគេហៅថាបង្គំផ្កាយគេដាក់ star ផ្កាយបានន័យថាម៉េចយើងមើលអាក្តារនេះ1 2 3ផ្កាយបាត់ហើយហ្នឹងអានេះ1 2 3ផ្កាយទៀតទេព្រោះបាននេះវាបែកចេញពីខ្នែង3ញែកគ្នាអត់ដាច់ថាសេរីខ្នែងអានេះក៏ដូចគ្នាដែរអញ្ចឹងគេត្រូវការបំលែងវាបំលែងម៉េចបំលែងទៅជាត្រីកោណវិញដើម្បីឲ្យយើងឃើញទៅចេះវិញ
បំលែងវាជាត្រីកោណយើងគឺអាកដានេះត្រីកោណណាត្រីកោណយើងអញចាក់នេះអានេះម្ដុំនេះបានមួយអាម្ដុំនេះបានមួយទៀតឃើញចាប់វាម្ដុំបានម្ដុំនេះចាប់វាទៅជាខ្នែងបានកែងអានេះខ្នែងដែរអានេះខ្នែងមួយគ្នាដែរអញ្ចឹងយើងអាចស៊ីសងគ្នាបានណាឃើញបំលែងទៅយើងអាចស៊ីសងគ្នាបានហើយព្រោះបានន័យថានៅក្នុងនេះបានន័យថាម្ដុំនេះយើងអាចតគ្នាមកសុំម្ដុំទៀតទៅយើងអាចកណែបានហើយកាយនឹង data ហ្នឹងតែយើងមើលវិញការបំលែងផ្កាយនឹង data មិញនេះតាមបំលែងមិនវិញបើយើងបំលែងពីផ្កាយទៅ data នេះយើងចុចទៅមើល nick hell នេះយើងឃើញណាក្នុងនេះគឺការបំលែងផ្កាយទៅ data ឧបមាថា air1 air2 air3 យើងបំលែងទៅជា air A air3 air4 អញ្ចឹង air នៅទីតាំងនេះស្មើ air1 គុណ air2 បូក air1 គុណនឹង air3 បូក air2 គុណនឹង air3 ចែកជាមួយនឹង air2 ចែកមួយ air2 អាកូមកដូចគ្នាដែរខាងលើដូចគ្នាទាំងអស់តែចែកមួយ air3 airb នេះត airc នេះអាលើដូចគ្នាទាំងអស់ចែកជាមួយនឹង air1 តើគូខ្ញុំបាក់ចាំមានវិធីចំណាំយើងមើលជាមួយនឹង AR នៅទីតាំងនេះទេទីតាំងនេះយើងឃើញ AR យើងចង់បាននេះប៉ុន្តែវាឈរមុខមួយអីមួយ Air2 ដតអញ្ចឹងអាចឈរមុខមកណាអានឹងអ្នកចែកវានឹងខាងលើដូចគ្នាហេតុអីខាងលើបាន Air1 គុណ Air2 Air1 គុណ Air3 និង Air3 គុណនឹង Air2 បានន័យថាម្ដុំនេះត្រូវគុណគ្នាមកជុំទេគុណគ្នាមកជុំចឹងបានថា Air1 គុណ Air2 បូក Air1 គុណ Air3 បូក Air2 គុណ Air3 ចែកនឹង Air2 តពេល Air3 យើងឃើញនៅចន្លោះនេះថតចឹងវាចូលមួយ Air3 នៅតំណាងចែក Airc ក៏ដូចគ្នាដែរគឺយើងឃើញថា Airc នៅចូលមកជាមួយនឹង Air1 ចឹងវាបានន័យថា Air1 ជាតំណាងចែកនៅខាងក្រោមនេះចឹងនៅនេះយើងឃើញថានេះគឺជាការបញ្យលនៅក្នុងករណីនៃ ray ស្តង់តែមានតជាសេរីមានតជាខ្នែងមានច្បាប់អូមមាន spin Wheatstone មានការបង្គំជាផ្កាយទៅជាត្រីកោណមានការបង្គំពីត្រីកោណទៅជាកាយអញ្ចឹងយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតនៅក្នុងចំណុចផ្សេងទៀតដែរសូមអរគុណសូមជម្រាបលា